ចំណែកឯក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏បានបើកនៅវេទិកាដើម្បីផ្សព្វផ្សាយតាក់ទិនទៅនឹងការចងក្រងនៅកម្រងប័ណ្ណបញ្ញត្តិរួមនឹងសទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពអាយដាមមេវ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធការិយាល័យនិងក្រុមហ៊ុនមេធាវីគ្រឹះស្ថានអប់រំធនាគារនិងក្រុមហ៊ុនឯកជនផ្សេងទៀតដែលធ្វើប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារសរុបប្រមាណ180រូបអាយដាមសូសុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានលើកឡើងថាសិក្ខាសាលានេះរៀបចំឡើងក្នុងបំណងផ្សព្វផ្សាយកម្របទបញ្ញត្តិនិងសទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុរួមបញ្ចូលទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រការប្រើប្រាស់កម្រងនិងសទានុក្រមដែលឆ្លើយតបទៅនឹងការអនុវត្តវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជា2021-2035 គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា2023-2028និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ2024-2028ការរៀបចំការងារនេះមែនតើទៅជាអត្ថប្រយោជន៍ការងារមួយដែលយើងបានគិតគូរតាំងពីឆ្នាំ2022មានន័យថាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុពេលដែលបង្កើតនៅចុងឆ្នាំ2021បានកំណត់នៅទិសដៅការងាររបស់ខ្លួនថាត្រូវរៀបចំកម្រងប័ណ្ណបញ្ញត្តិនេះហើយនឹងសទានុក្រមព្រោះយើងគិតថាវាជាខ្នោះមួយជាកលឹះមួយនៅក្នុងការជំរុញការអភិវឌ្ឍបើមិនតែយើងអត់បានប្រមូលផ្ដុំច្បាប់ទាំងអស់ហ្នឹងទេយើងអត់ដឹងថាមានច្បាប់អីខ្លះទេដែលគ្រប់គ្រងហើយនឹងពាក់ព័ន្ធនឹងរឿងបច្ចេកវិទ្យាហិរញ្ញវត្ថុនេះសទានុក្រមដូចគ្នាដោយបានបញ្ជាក់ជូនពីដើមថាបើពលរដ្ឋយើងអត់បានយល់លម្អិតយល់ច្បាស់ពីបច្ចេកសព្ទពីពាក្យបច្ចេកសព្ទផ្ដុំគ្នាទៅយើងខ្លាចទៅជា clear ខ្លាចទៅជាអត្ថបទអញ្ចឹងពេលដែលយើងយល់ច្បាស់ពីបច្ចេកសព្ទមួយយើងអាចយល់ពីខ្លឹមសារនៃរបស់ហ្នឹងបានអញ្ចឹងយើងបានគិតគូរតាំងពីឆ្នាំ2022មកម្ល៉េះហើយកម្រងនេះយើងឃើញថាមានកន្លងទៅយើងមានរហូតដល់7000ទំព័រហើយដែលយើងបានធ្វើវិសិទ្ធកម្មមួយតង់ទៀតយើងតម្លើង relevancy របស់វាឲ្យខ្ពស់ជាងមុនមានន័យថាភាពពាក់ព័ន្ធរបស់វាខ្ពស់ជាងមុនអញ្ចឹងរបស់ណាដែលមានភាពពាក់ព័ន្ធដែរតែពាក់ព័ន្ធតិចយើងដកវាចេញសិនដើម្បីឲ្យឧបករណ៍ការងារហ្នឹងមានភាពគត់មុតជាងហ្នឹងហើយឲ្យគាត់មើលឃើញរបស់ដែលពាក់ព័ន្ធអញ្ចឹងវាបន្ថយពី7000ទំព័រមកត្រឹម4000ទំព័រទេនៅក្នុងពិធីបើកសិក្ខាសាលានេះអាយដាមរដ្ឋលេខាធិការមេវ៉ាន់បានគូបញ្ជាក់ថារហូតមកដល់ឆ្នាំ2025នេះដោយទទួលបានការឯកភាពរបស់ថ្នាក់ដឹកនាំលើការធ្វើវិសិទ្ធកម្មកម្រងបទបញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុទៅជាកម្រងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលត្រូវប្រមូលផ្ដុំដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធផ្ទាល់ទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុប៉ុណ្ណោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអនុភាពបង្គាប់បញ្ជានិងណែនាំអនុវត្តសូមបញ្ជាក់ផងដែរថាសទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុប្រមូលផ្ដុំនៅបច្ចេកសព្ទពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរួមបញ្ចូលទាំងបច្ចេកសព្ទក្នុងវិស័យ Digital ហិរញ្ញវត្ថុទូទៅនិងផ្សេងៗដើម្បីសម្រួលដល់ការស្វែងយល់អំពីបច្ចេកវិទ្យាហិរញ្ញវត្ថុបច្ចេកសព្ទត្រូវបានរៀបចំជា3ភាសាមានភាសាខ្មែរអង់គ្លេសបារាំងនិងមាននិយមន័យដែលស្រង់ចេញពីឯកសារផ្លូវការនានាជាពិសេសគោលនយោបាយនិងយុទ្ធសាស្ត្រការប្រមូលបច្ចេកសព្ទពីតួអង្គពាក់ព័ន្ធជាពិសេសគឺនាយកតកនិងអង្គភាពក្រុមអាវ៉ាតដែលជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុមិនមែនធនាគារព្រមទាំងបច្ចេកសព្ទដែលបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរសម្រាប់ការយល់ដឹងអក្ខរកម្មបច្ចេកវិទ្យានិងអក្ខរកម្មហិរញ្ញវត្ថុ